ការស្រាវជ្រាវគឺយើងសិក្សាទៅលើតែវិធីនៃការបញ្ជាអន្តរាគរបស់គឺស្ថានមីក្រូរ៉ាវត្ថុអម្រិតដែលមានអាស័យដ្ឋាននៅក្នុងភូមិ3សង្កាត់ព្រះពលាក្រុងសេរីមង្គលខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះចូលទៅក្នុងស្លាយបន្ទាប់គឺវិធីសាស្ត្រនៃការស្រាវជ្រាវប្រភពទិន្នន័យចម្បងគឺជាទិន្នន័យទាំងឡាយណាដែលបន្តបានចងក្រងរួចហើយបានបោះពុំសាញ់ឡើយទេគឺក្រុមរបស់យើងខ្ញុំបានទិន្នន័យអស់នោះតាមរយៈការសម្ភាសជាមួយនឹងធានស្ថាប័នហើយនឹងចាប់សួរជាមួយនឹងបុគ្គលិកហើយទិន្នន័យបន្តបន្សំគឺជាទិន្នន័យកន្លែងណាដែលបានចូលក្រុមរួចមកហើយក្រុមរបស់យើងខ្ញុំទទួលវាបានមកតាមរយៈការស្រាវជ្រាវនៅក្នុងណាឡាយនៅលើអ៊ីនធឺណិតហើយនឹងឯកសារដែលស្ថាប័នបកឲ្យហើយចំណុចវិធីសាស្ត្រនៃការវិភាគទិន្នន័យតាមបែបគុណភាពគឺយើងតើលើសំណួរបាក់សួរទៅកាន់ទៅប្រធានស្ថាប័នហើយចងក្រងវាឡើងជាអត្ថបទវិភាគនិងចងក្រងឡើងជាអត្ថបទហើយតាមបែបបរិមាណគឺយើងប្រើប្រាស់សំណួរបិទម្ដងសំណួរបិទសួរទៅកាន់បុគ្គលិកហើយយកវាមកវិភាគទៅលើ Excel តែចំណុចបន្ទាប់គឺទ្រឹស្ដីអំពីប្រធានបទនីតិវិធីមានន័យថាគឺជាសេរីនៃសកម្មភាពដែលយើងធ្វើដើម្បីសម្រេចនៅលទ្ធផលអ្វីមួយការបញ្ចេញគឺមានន័យថាការផ្ដល់ឲ្យការផ្គត់ផ្គង់នៅឯកសារផ្លូវការជាពិសេសផលិតផលអនុទានផលិតផលរ៉ាំពុកអនុទានគឺជាប្រាក់កម្ចីដែលប្រាក់កម្ចីដែលផ្ដល់ឲ្យធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយអ្នកខ្ចីត្រូវសងត្រឡប់មកវិញជាមួយនឹងអត្រាការប្រាក់ចំណុចបន្ទាប់គឺស្ដីពាក់ព័ន្ធនឹងការគ្រប់គ្រងប្រធានបទនីតិវិធីនៃការបញ្ចេញអនុទានមាន7ជំហានជំហានទី1គឺការដាក់ពាក្យនិងការស្នើសុំជំហានទី2គឺការវិនិច្ឆ័យបឋមជំហានទី3គឺការវិនិច្ឆ័យអនុទានជំហានទី4គឺការធានានៅកម្ចីជំហានទី5គឺការអនុម័តនិងកិច្ចព្រមព្រៀងជំហានទី6គឺការបញ្ចេញនៅអនុទានហើយជំហានចុងក្រោយគឺការបញ្ចេញនៅគឺការត្រួតពិនិត្យមើលនៅអនុទានដែលបានបញ្ចេញរួចហើយប្រាក់ចំណូលរបស់អតិថិជនមានន័យថាគឺជាប្រាក់ចំណូលដែលអតិថិជនទទួលបានមកពីធ្នូនៃកម្លាំងពលកម្មឬក៏ផលិតផលរយៈពេលបង់សងត្រឡប់គឺជារយៈពេលដែលអតិថិជនបង់សងនៅកម្ចីអត្រាការប្រាក់គឺជាការប្រាក់ដែលអ្នកខ្ចីយកពីអ្នកខ្ចីយកពីអ្នកខ្ចីក្នុងគិតជាភាគរយនៃប្រាក់ដើមហើយស្ថានភាពសេដ្ឋកិច្ចគឺជាស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃប្រទេសមួយឬតំបន់ភូមិសាស្ត្រមួយប្រវត្តិអនុទានគឺជាឧបករណ៍ប្រើប្រាស់សម្រាប់វាស់វែងនៅហានិភ័យរបស់បុគ្គលនោះទ្រព្យបញ្ចាំគឺជាទ្រព្យមានតម្លៃដែលអ្នកខ្ចីធ្វើការយកមកធានានៅកម្ចីចំណុចបន្ទាប់សូមឲ្យមិត្តរួមរបស់ខ្លួនធ្វើការបកស្រាយបន្តចូលដល់ជំពូកទី3ស្ថានភាពទូទៅរបស់អង្គភាពទី1គឺប្រវត្តិកកើតការចាប់ដើមដំបូងអមរិតចាប់ដើមដំបូងជាអង្គការប្រាំមួយមានឈ្មោះថា Great ដោយដំណើរការតាមរយៈភូមិស្រុកចំនួន5និងខេត្តចំនួន3ការផ្ដល់លំទាននិងទំហំសាច់ប្រាក់របស់អមរិតការនៅអង្គការ Great ដែលបានផ្ដល់ជូនដល់អតិថិជននៅឆ្នាំ1991ក្នុងនោះដោយសហការជាមួយនឹងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចំណែកឯការកកើតឈ្មោះរបស់អមរិតវិញដំបូងអមរិតមានឈ្មោះថាអមតេដែលមកពីពាក្យអនុទានមូលដ្ឋានជនបទប៉ុន្តែដោយមានការហៅឈ្មោះពិបាកហៅឈ្មោះនិងការយកច្រឡំពីសំណាក់អតិថិជនរបស់អមរិតក៏បានអ្នកគ្រប់គ្រងអមរិតក៏បានផ្លាស់ប្ដូរឈ្មោះនេះទៅជាអមរិតវិញឥឡូវយើងក៏លេចទៅមើលទស្សនវិស័យនិងបេសកកម្មទស្សនវិស័យរបស់អមរិតជាស្ថាប័នហិរញ្ញវត្ថុឈានមុខដែលរួមចំណែកក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាហើយបេសកកម្មរបស់អមរិតវិញមានន័យថាបន្តសេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទដល់ប្រជាពលរដ្ឋមានចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត
tối nâng mà xong đào thì nghe ban nơi là tập họ và tập bát cá cùng rất quốc này thì ra được thổ ai dân từ đây từ mơ đâu có ăn từ này vậy hoặc bài to mấy miếng này thà đồng nai ở phía bên trong rán và con tỏi đi làm từ phía miếng sốt thịt thay đi giống và cá bẩn to nên phía sốt đồng trong này ai qua bài to xây đừng lương miếng này thà nó một nơi tham một phôi bằng 2 ปีแต่การโพสไม่บอกเลยจุดนั้นได้สัญญาณฟูลสต็อปมีในฐานของ2 ฐานอมรัดตอนในตรงเรือก้าในรัฐวิทยสมบูรณ์แบบต่อในชุดแต่งออกจุดนั้นสารเลยยังไว้คือbằng 2 ปีเก็บต่อล้วนรู้เรียนแยกเชียยี่ห้าซายี่ห้าแต่จัดตัวในชุดจีรูซ่าไทยนี่เชียร์ได้จะนำตรงปอนรูประบอมเลยคือยังเมียนอยู่สาขาถึงนู่นมุ้ยนั่นอนุประเทศจำนวนปีรอบๆจากการปกครองจำนวน30 เนี่ยแล้วยังโจทย์เราปลูกดีบุญได้เดียวปีเราไปการเลิศพอจำนวนที่มุ้ยคือการวิเทียตระไหนการบอสไซตระไหนในการวิเทียเลิศตระไหนต่อคลุ้นในการบอสไซในการวิเทียเลิศเพจต้องจำนวนในโจรวมจำนวนหมดไปเนี่ยยังเคยหาเพราะ30 ปีเราจีบร้อน30 ปีเราจีบตระจำนวนการวิเทียตระเลิศเพจไว้ตระหนักไว้คือยังเคยหาในโชว์รูปปีจ้างเนี่ยยุจำลองปี31 ชนะต่อ35 ชนะจำนวนการวิเทียตระเลิศกลุ่มรัฐศาสตร์ไว้ปีจ้างคือบางวิจารณ์ปริญญาบัตรเซนติสบางวิจารณ์ลูกเกิดจำนวนมุกตรงนั้นเนี่ยโชว์รูปไว้ปีจ้างคือมอบิไหนเสบากรรมแล้วนี่ยังโชว์การวิเทียตามแบบบอลเดียคือการวิเทียมันชมการวิเทียมันชมคือการวิเทียเมื่อแต่เลยการคอนโทรลแต่จงผู้ไอวีแจ้งประมวยทางตาไอวีวินะแต่เวียนดำไล่คงเชียงปูนจิตพร้ำมีในทางไอวีวินุเชียจงเป็นจงท่าระบองของผิวสายบาสันเชียอาเทวินะแต่มีดำไล่คงเชียงใบมีในทางอาเทวินุเชียจงน้อยดาวของผิวกูตายพิจารณาtôi một với bản thân chị ăn thêm mũi này là bên đồng lái tôi chiềng đi chơi mùi bên này há ăn thêm mũi nụ chỉ chừng nói là một phía cua tai bộ bình thèmแล้วยังเลยจะมือการไปบ่อเยอะยังเคยหาไอ้วิธีมวยแต่จีปลาถึงหนอดแต่จนมีตำลายบุญจะขาดผมใบที่ตำลายมวยแต่ท่องเชียงบุญจิตปรางโดยใช้ยังไงสนับสนุนบางหาอาเทวิมวยปลาถึงหนอดแต่จนจะอยู่ในสงครามระบอบของผิวแต่บ่อยังเลยจะมือไอ้วิธีบุญได้จีอัตราการปราเมียนดำไล่ตำแต่ไปจนออกจากวนปนอโดยใช้ยังไงสนับสนุนบางหาอัตราการปราจีจุ่มน้อยดาวของผิวกูตายพิจารณาโจทย์การวิพากษ์กลุ่มเรียนสตองดาการวิพากษ์กลุ่มเรียนสตองดาคือการวิพากษ์เลือกบ่มรัดบ่มรู้การวิพากษ์เหมือนชมภาษาจีนบ่มรัดกลุ่มเรียนสตองดายังสำนักจำลองพิโซดอกโซที่เราบ่มบวนมีในทางมีการแปรปรวนเต็มของคนคนใต้ภาษาจีนกลุ่มเรียนสตองดาระบอบยังสำนักจำลองพิโซจุดปีดอกโซจุดสายบ่มบวนมีในทางมีการแปรปรวนเต็มภาษาจีนบ่มรัดสตองดาระบอบเยอะมีจำนักจำลองโซจุดสายบ่มบวนดอกโซจุดหกบ่มบวนมีในทางมีการแปรรูปของเราผู้ชมจงรายเกณฑ์ก็คือบางท่านที่กลุ่มเดียร์ตามดาววันเยอะซึ่งน่าจะลองปีโซนจุดหกสมุนบุตรต่อมวยจุดสมุนบุตรมีในทางมีการแปรรูปครั้งหายแล้วยึดกระไรกับมือตะดำไรบอลเยอะไว้ยังเคยทายวิธีมวยเบียนดำไรกลุ่มเดียร์ตามดาวจนแต่โซนจุดห้าสปูนปนนอกยังไอ้สนับทานบางท้าไอ้วิธีมวยวิธีจุ่มน็อตคือมีการแปรรูปของเราผู้ชมจำนายไอวิธีปรามได้เชียร์ระยะไปกองซองตลอดเมียนกลุ่มนี้ต้องได้โหดตลอดมุ้ยจุดตะปูนยังไอสนับทานบางท้ากลุ่มยังสนับทานบางท้าโดยจิตระยะไปกองซองตลอดมีการแปรรูปครั้งช่วยเราการบอสไซต์ตัวไหนการบอสไซต์ตัวไหนนี่คือยังบอสไซต์แต่เริ่มพอปักวอลหรืออาเทจงบัวที่น้องบอลยังเคยทางอาเทแต่อ้อมดูคืออาเทจิปีได้เชี่ยประวัติอันเดียนมีพอปักวอลคลั่งอยู่พวกประเทศน้องบอลคือมีเปรย์กองเราพอแต่ดอสร้างสมุนเพียรอยโจทย์ดอติดใจสั่งโจทย์ดออยู่พวกดีปรามติดใจสนับสนุนหนึ่งอนุสารติดใจสนิทห่างตอนเมื่อเคยการเปรียบเทียบสไตล์จุ่มวินการวัดเจสไตล์ยังการเมื่อเคยในจุ่มในละอ้อระบบอมรัตจิตรานพองไหนยังการสนับสนุนบางหา
គឺស្ថានមីក្រូរ៉ាញ់ផងរ៉ាត់មាននីតិវិធីក្នុងការបញ្ចេញអនុទានមានប្រសិទ្ធភាពខ្ពស់ចូលដល់ចំណុចចុងក្រោយប្រវត្តិអនុទានច្រើនណាស់សុំតគឺការផ្ដល់អនុសាសន៍ទោះបីជាអមរិតបាទមាននីតិវិធីល្អមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយក៏នៅតែលេចឡើងនៅចំណុចអវិជ្ជមានមួយចំនួនផងដែរដែលជាចំណុចខ្វះខាតយកទៅតាមការវិភាគផលប៉ះពាល់អភេទាំង6ចំពោះប្រធានបទយើងឃើញថាអភេទី2ដែលជាប្រវត្តិនៅទីនោះមានផលប៉ះពាល់ខ្លាំងចំពោះប្រធានបទដូច្នេះក្រុមយើងខ្ញុំមានជាមតិយោបល់ដើម្បីកែលម្អចំពោះប្រវត្តិនៅទីចំពោះស្ថាប័នគឺទី1គឺប្រវត្តិនៅទីគឺជាកត្តាសំខាន់ក្នុងការកំណត់សមត្ថភាពរបស់អតិថិជនក្នុងការទទួលបានអនុទានប្រវត្តិអនុទានមិនល្អកាត់បន្ថយសមត្ថភាពរបស់អតិថិជនក្នុងការទទួលបានប្រាក់កម្ចីយ៉ាងខ្លាំងនិងចុងក្រោយគេនោះគឺប្រវត្តិអនុទានតិចតួចគ្មានប្រវត្តិអនុទានអាចធ្វើឲ្យអតិថិជនងាយស្រួលក្នុងការទទួលបានអនុទានសូមអរគុណសូមថ្លែងសំណួររបស់លោកគ្រូគឺអមរិតធ្វើការបញ្ចេញលូនទៅតាមប្រភេទអនុទានដែលត្រូវជាមួយនឹងអតិថិជនឧទាហរណ៍ដូចបើលូនអញ្ចឹងវាត្រូវជាមួយនឹងអតិថិជនប្រភេទគាត់យកទៅធ្វើឧទាហរណ៍ដូចជាខ្សែចំការអីដែលគាត់បានលុយជារដូវកាលអញ្ចឹងហើយចំពោះលូនអមថៃអញ្ចឹងគាត់អាចយកទៅលេងជាអតិថិជន Cuma soal berapa yang bisa kalau kisah soal berapa kita kisah kisah mungkin na អាហ្នឹងអាចលើប្រភេទ dia yang kalau kerja mungkin យកទាំង4 muôn buat slide muôn kan sebagai muôn soal yang mana ចំពោះលំបាលូនគឺគាត់សងតាមរដូវកាល soal mana lo cek ឧទាហរណ៍គាត់ខ្ចីនៅខែនេះគាត់សងតដើម សងតដើមហ្នឹងចំណែកសរុបគឺយើងសងនៅ សោះតដើមហ្នឹង គាត់ តែយើង រួលឥឡូវនិយាយស្រួលចម្លើយទៅលូនបាលូនសំរបៀបសំផងមិនគឺសំការហើយការបាទសំការ ជម្រាបបលូនគឺយើងសងតែដំបូងយើងខ្ចីនេះយើងសងតែនេះសិនសងតែការសិនរយៈដល់សងដើមទេដើមនឹងការយើងសងសរុបចុងក្រោយទេនៅពេលចុងគ្រាបាទ kisah dia ចំពោះវិធីសាស្ត្រអមថ្ងៃគឺយើងសងទាំងដើមទាំងការហើយតម្លៃថេក្នុងមួយខែវាថេរហូត kisah lah ថ្លៃគឺតម្លៃដែលយើងសងមកគឺវាចុះទៅតាមខែនីមួយៗចុះទៅដល់អង្គដែរចុះទៅតាមទាំងការ teman baik ខ្ញុំកែប្រួលបន្តិចគ្រូសាតែអមរិតប្រើប្រាស់តែ3ភាសាគឺឌីខ្លាញបលូនឌីខ្លាញហើយនិង standard អមថាន ខ្ញុំសូមសួរសំណួរតែតទៅនឹងដោយសារឃើញការស្រាវជ្រាវនេះប្រើវិធីសាស្ត្រពីរមានន័យថាហ្នឹងបើយើងនិយាយទៅការថាវិធីសាស្ត្រសម្រុកបាទអញ្ចឹងគឺវិធីសាស្ត្រតាមបែបគុណភាពនិងវិធីសាស្ត្រតាមបែបបរិមាណអញ្ចឹងខ្ញុំចង់ឲ្យយើងបញ្ចូលតែតទៅនឹងវិធីសាស្ត្រទាំងពីរហ្នឹងតើអត្ថប្រយោជន៍ឬក៏នីតិវិធីក្នុងការអនុវត្តទៅលើវិធីសាស្ត្រទាំងពីរហ្នឹងយើងមានបំណងចង់បានទិន្នន័យដូចម្ដេចទើបបានអនុវត្តនៅវិធីសាស្ត្រពីរហ្នឹងបាទ បាទអរគុណសម្រាប់សំណួរគ្រូខ្ញុំសូមឆ្លើយនឹងសំណួររបស់គ្រូទីសាស្ត្រចម្រុះទី1គឺយើងប្រើបែបគុណភាពនេះគឺយើងសាកសួរទៅកាន់ប្រធានស្ថាប័នគឺយើងចង់ដឹងស៊ីជម្រៅអំពីសារភាពជាក់ស្ដែងរបស់អមរិតនឹងតែម្ដងចំណែកឯការទីសាស្ត្របែបបរិមាណវិញគឺយើងចង់សន្មតិយើងចង់ដឹងពី IV របស់យើងទាំង6នេះមានផលប៉ះពាល់នៅក្នុងស្ថាប័នរបស់អមរិតអត់ ហើយយើងបានសន្មតិមកយើងធ្វើការវិភាគរកឃើញជំនួយខ្សោយរបស់អមរិត
គឺហើយឃើញអត្ថេមួយដែលប្រអធិពលខ្លាំងពីពូធានបនរបស់នោះគឺប្រវត្តិនាទី អូខេអញ្ចឹងសូមសួរបញ្ជាក់តាមបែបបរិមាណយើងប្រើក្នុងការវិភាគទិន្នន័យនោះយើងប្រើរូបមន្តអ្វីដែរនៅក្នុងនេះពួកឃើញមានសេខ្ញុំសួរថាតើរូបមន្តនោះរូបមន្តអីទៅហើយមានរូបមន្តលក្ខណៈអ្វីដែរ គឺយើងប្រើរូបមន្ត Excel លោកគ្រូ Excel ដល់ Excel យើងប្រើ Excel ហើយគឺយើងប្រើការវិភាគតាមវិភាគវិសុទ្ធហើយនិងវិភាគស្តង់ដារ ធម្មតានៅក្នុងបរិមាណគេមានតាមតទៅនឹងអនុបាលតទៅនឹងការវិភាគតទៅនឹងអីចឹងណាបាទតែយើងប្រើរូបមន្តកណ្ដាលវិទ្យាណាមួយឬក៏ប្រើកម្មវិធីគេហៅថារូបមន្តនៃជំនាញមួយអាចទៅយកបានទៅកន្លែងនេះយើងឃើញសរសេរហើយតែចង់ទៅជាក់ស្ដែងថាទៅធ្វើចឹងយល់អត់តាមវិធីសាស្ត្រហ្នឹងអញ្ចឹងបាទ យកលោកគ្រូសារការឥឡូវយើងឧទាហរណ៍បើសិនជាការរកមធ្យមរបស់យើងគម្លាតដំបូងគឺយើងរកមធ្យមហើយបើយើងរកគម្លាតស្តង់ដារហ្នឹងតាមបែបបរិមាណគឺយើងប្រើប្រាស់ដំបូងគឺយើងប្រើប្រាស់សំណួរកម្រងសំណួរសិនដើម្បីអាចវាស់ស្ទង់នឹងបានប្រើកម្រងសំណួរហើយបើយើងទៅរកមធ្យមហ្នឹងគឺយើងមើលទៅកាន់ការវិភាគហ្នឹងថា ID មួយហ្នឹងមានគេគ្រប់ត្រូលពេញចិត្តច្រើនអត់យូរយើងដាក់លេខ1 2 3 4 5ហ្នឹងមានការគ្រប់ត្រូលច្រើនអត់យើងយកទៅចូលក្នុងទិន្នន័យក្នុងកម្មវិធី Excel ហ្នឹងបើគេរនាវារកមធ្យមសិនបើយើងរកមធ្យមឃើញហើយបើយើង